សម្រាប់បងដែលមានតម្រូវការចង់បានតន្លូងពងអឡកឬមួយក៏តន្លូងកតបបើសម្រាប់នៅខាងតំបន់ខ្ញុំគឺហៅថាតន្លូងកតបតែបើសម្រាប់នៅខាងតំបន់ខេត្តផ្សេងហ្នឹងគឺអ្នកខ្លះក៏ហៅថាតន្លូងត្រែងអ្នកខ្លះក៏ហៅថាតន្លូងបាល់ខ្លះក៏ហៅថាតន្លូងពងអឡកអញ្ចឹងទៅណាតែនៅខេត្តផ្សេងគឺហៅតំបន់ខុសគ្នាតែតាមតំបន់ខុសគ្នាគេហៅខុសគ្នាអញ្ចឹងណាអ្នកខ្លះក៏ហៅតន្លូងបាល់អញ្ចឹងទៅតែដោយឡែកគឺនៅខាងស្រុកខ្ញុំហៅថាតលងកន្តប់ប្រសិនបើបងមានតម្រូវការចង់បានតលងនេះយកទៅពិសាគឺអាចកំងពីខ្ញុំបានគឺខ្ញុំមានលក់អញ្ចឹងណាហើយទីតាំងដែលខ្ញុំលក់រាល់ថ្ងៃនេះគឺអត់បាននៅនឹងទីរួមស្រុកចំសានដូចឆ្នាំមុនទេពួកខ្ញុំភៀសសឹកមកខាងថ្នល់បំបីកូលែនដែលស្ថិតនៅក្នុងស្រុកកូលែនអញ្ចឹងបើសិនជាបងប្អូនត្រូវការអាចកំងបានលើងតលងយើងគឺមានតិចខ្លាំងមែនទែនអត់សូវសបោដូចខាងចំសានទេខ្ញុំដល់ទិញ2ថ្ងៃហ្នឹងបានតែ30គីឡូទេបងប្អូនត្រូវការកុំភ្លេចឆាតរូបពេក